សង្គ្រោះជ្រាបសួរជាជនខ្មែរចូលចិត្តតាមស្នការស្មៃរឿងភាគរបស់ឧបហេងថ្ងៃនេះមកចូលគ្នាជាមួយរឿងបែបសិស្សសាលាអាតកំបាំងនេះគឺជាភាគទី4ភាគទី5និងភាគទី6ដែលជាភាគបន្តនៃរឿងរបស់យើងចារានភាគទី4មិត្តបញ្ញាទៅរកសែនមុនគេដោយសារតែគេដឹងថាសែននៅពេលនេះគឺកំពុងតែមានអាការៈដូចជាមិត្តភ័ក្តិរបស់គេអញ្ចឹងដែលសែនដួលស្លាប់បាត់ទៅហើយស្របពេលដែលពួកគេទៅពីនេះកំពុងតែមានរបួសធ្ងន់យើងក៏បានឃើញសិស្សម្នាក់ពិតជាអាតកំបាំងខ្លាំងណាស់កំពុងតែរត់បញ្ញាទៅកន្លែងរបស់ពួកគេដែលសូម្បីតែអ្នកគ្រូពេទ្យក៏មានថ្នាំព្យាបាលផងដែរពួកគេទៅពីនេះត្រូវថ្នាំពុលមកមាត់របស់ពួកគេបែកខ្លាយជាខ្មៅអស់ទៅហើយមិនដឹងជាថ្នាំពុលប្រភេទអ្វីឡើយសិស្សស្រីរពណ៌ក្រហមពេលនេះកំពុងតែកាន់ថ្នាំម្យ៉ាងបោះចូលមកខាងក្នុងដែលនៅចោលជាមួយនឹងកំប៉ុងប្រោយពួកគេបញ្ចុកពួកគេទៅពីនេះទៅពួកគេទៅសម្រាប់ចិត្តភ្លាមក៏ប៉ុន្តែពិបាកបន្តិចហើយដោយសារតែមិនដឹងថានេះគឺថ្នាំបន្សាបឬក៏ថ្នាំបំពុលនោះទេតែពួកគេក៏គ្មានជំរឿផងដែរជារងក៏បានបញ្ចុកមិត្តភ័ក្តិរបស់គេមែតក៏បញ្ចុកសេតដូចគ្នាកាត់មកខាងអេសវិញទោះបីជាគេរវល់ក៏គេបានមកចូលរួមកម្មវិធីនៃការក៏បានសួរទៅកាន់គេឯទៅវិញហើយមែនទេអេក៏បានប្រថាកម្មវិធីគ្មានប្រយោជន៍ផងនេះការក៏បាននិយាយតាក់ទងជាមួយរឿងថ្នាំពុលដោយសារតែមានសិស្សពីរនាក់ពួកគេមានរបួសធ្ងន់ហើយក៏គេថាវត្តមានរបស់ S ពិតជាសំខាន់នៅក្នុងកម្មវិធីមួយនេះដោយសារតែគេគឺជា Leader Student Council វត្តមានរបស់គេអាចនឹងធ្វើឲ្យសិស្សនៅទីនេះមានសិលធម៌ជាងមុនដែលនិយាយតាក់ទងជាមួយនឹងសិលធម៌ S ក៏បានថាឲ្យនេះការតែម្ដងជានិយាយពាក្យសិលធម៌នៅទីនេះទៅរួចនៅទីនេះគ្មានសិលធម៌នោះទេតែនេះការប្រតិកម្មនៃថាទីទៀតគេនិយមនៅអ្វីដែលបានកើតឡើងទាំងអស់នេះកម្មខាងគ្នារបស់សេននៅពេលនេះមានម្នាក់ដឹងខ្លួនហើយក៏ប៉ុន្តែសេនមិនតដឹងខ្លួនទេដោយសារតែសេនញ៉ាំច្រើនជាងគេពេលនោះក៏មានសិស្សសេនម្នាក់ចូលមកតែម្ដងនេះគឺក្មេងស្រីអាចកំបាំងគាត់ចូលមកទាញកបិតហើយក៏អាចទ្រូងរបស់សេនគាត់ប្រតិកម្មមេកឲ្យបញ្ចុកសេនម្ដងទៀតដោយសារតែនៅពេលដែលគេបញ្ចុកសេនអំបញ្ញមិញនេះសេនមិនដឹងខ្លួនឡើយសេនត្រូវថ្នាំពុលខ្លាំងពេកតែគាត់អាចទ្រូងរបស់សេនដើម្បីឲ្យសេនដឹងខ្លួនមុនពេលដែលបញ្ចុកសេនក៏ដឹងខ្លួនពិតមែនក៏ឃ្លានទឹកផ្លែតផ្លែហើយបាត់សិស្សស្រីម្នាក់នឹងបាត់ទៅហើយត្រឹមតែមួយរំពេចព្រឹកថ្ងៃថ្មីក៏បានមកដល់ពួកគេទៅពីនេះសុខភាពល្អណាស់ទេលោកគ្រូក៏បានមករៀនរកគេតាមធម្មតាស៊ីលីននៅថ្ងៃនេះក៏មានឬចង់និយាយជាមួយនឹងសេននៅប្រតិកម្មសេនថាឯងក៏លេចមើលជុំវិញខ្លួនរបស់ឯងទៅតែឯងសង្ស័យនរណាគេសេនមានអារម្មណ៍ថាមាននរណាគេគួរឲ្យសង្ស័យផងស៊ីលីនក៏ស្ដីបន្ទោសទៅកាន់សេនឯងនេះក៏ពិតជាមនុស្សបរិសុទ្ធពិតមែនកុំតូចចិត្តនរណាគេឲ្យសន់នៅទីនេះសូម្បីតែមិត្តភក្តិរបស់ឯងក៏ដោយកុំអោបនរណាគេណែនពេកក៏ព្រោះតែយើងមិនដឹងទេថានៅក្នុងដៃរបស់គេមានកំបិតឬក៏អត់ទីលីនក៏បានសួរសំណួរចាក់ដោតមួយទៅកាន់សេនតើសេននឹងសម្លាប់មិត្តភក្តិរបស់ខ្លួនដើម្បីជួយខ្លួនឯងដែរទេមានអារម្មណ៍ស្រួលទេសេនក៏បានចាចេញទៅលោកគ្រូក៏អនុញ្ញាតផងដែរសេនមកដល់ខាងក្រៅក៏មានសិស្សស្រីម្នាក់ដូចជាផិតភ័យទៀតហើយសេនក៏បានរត់ទៅតាមសិស្សស្រីនៅពេលដែលចូលមកដល់បន្ទប់តើឃើញសិស្សស្រីដេកស្លាប់បាត់ទៅហើយសេនក៏ស្រែកហៅអ្នកគ្រប់គ្នាក៏បានមកដល់នៅពេលអ្នកគ្រូមកដល់បាច់ហៅសេនចូលទៅទីចាត់ការទៅវិញមិត្តភក្តិរបស់សេនក៏តវ៉ាផងដែរថាសេនមិនជាអ្នកសម្លាប់នាងនោះទេសេនគឺជាអ្នករកឃើញសារសរបស់នាងតែអ្នកគ្រូស្ដីពួកគេថាកុំមកអីគាត់និយាយជាមួយនឹងសេនដល់2នាក់តែប៉ុណ្ណោះដែលអ្នកគ្រូហៅសេនមកចូលជាមួយនឹង leader របស់ Student Council អេសគេពឹងអ្នកគ្រូឲ្យហៅសេនមកចូលទីនេះដោយសារតែសេនគឺជាលេខាថ្មីរបស់គេចេះហើយគេហៅមកពេលណាក៏ទៅមកពេលហ្នឹងសេនក៏បដិសេធខ្ញុំអត់ព្រមទទួលការងារមិនទេតែអេសប្រាប់ទៅកាន់សេនថានាងគ្មានជំរឿសឡើយនរណាគេដែលខ្ញុំជ្រើសរើសធ្វើជាលេខារបស់ខ្ញុំគឺត្រូវតែធ្វើចុះនាងមិនចង់ដឹងរឿងផ្សេងទាក់ទងជាមួយសាកលវិទ្យាល័យនេះទេឬបើសិនជានាងគឺសមាជិក Student Council នាងនឹងដឹងរឿងអំពីសាលាមួយនេះកាន់តែច្រើនសេនមិនតន់សម្រាប់ញ៉ាទេក៏ចង់ចាចេញទៅដោយសារតែមានថ្នាក់ចោលតែអេសបានសួរទៅកាន់សេនថាតែនាងដឹងហើយមែនទេនរណាគេជាអ្នកដាក់ថ្នាំពុលសេនក៏សួរទៅកាន់អេសមិនបាញ់ឲ្យលោកចូលចិត្តធ្វើឲ្យខ្ញុំឆ្ងល់ខ្លាំងម្ល៉េះនរណាគេប្រាប់ខ្ញុំមកអេសក៏បានប្រាប់ទៅកាន់សេនថាជាជាក់លើញៀនទី6របស់នាងចេញមកដល់ខាងក្រៅក៏បានជួបគ្នាជាមួយនឹងលោកគ្រូក៏បានសុំជួបគ្នាជាមួយនឹងសេនទៅពីរនាក់សេនអត់ចង់ទៅនោះទេក៏ប៉ុន្តែលោកគ្រូដូចជាអាចកំបាំងដល់ហើយនៅពេលដែលអង្គុយជាមួយនឹងគ្នាសោះតែលោកគ្រូប្រាប់ទៅកាន់សេនថាគាត់គឺជាអ្នកស៊ើបអង្កេតបន្លំខ្លួនគាត់ស៊ើបអង្កេតអំពីសាលានេះយូរហើយក៏ប៉ុន្តែគ្មានតម្រុយអ្វីសោះចឹងហើយនៅពេលនេះក៏ចង់ឲ្យសេនធ្វើជាលេខារបស់អេសក្នុងនាមជាសមាជិក Student Council នឹងដឹងរឿងការអាចារ្យអំពីសាកលវិទ្យាល័យក៏ដឹងរឿងមួយចំនួនផងដែរទាក់ទងជាមួយ Dr. Quinson ដែលគាត់មិនមែនស្លាប់មុនពេលដែលគាត់អាចប្រើប្រាស់រូបមន្តថ្នាំជីវិត2របស់គាត់នោះទេក៏ប៉ុន្តែគាត់ត្រូវបានគេសម្លាប់មុនពេលដែលគាត់អាចប្រើប្រាស់រូបមន្តរបស់គាត់ក៏ត្រូវបានគេយកទៅលះហើយនៅទីនេះគឺមានបន្ទប់ពិសោធន៍មួយនៅក្នុងសាកលវិទ្យាល័យនឹងគឺមានបន្ទប់អាចកំបាំងបន្ទប់ពិសោធន៍របស់ Dr. Quinson ក៏ប៉ុន្តែគាត់នៅទីនេះយូរហើយមិនតនឹងថានៅទីណានោះទេដែលមានតែពឹងសេនតែប៉ុណ្ណោះចូលធ្វើសមាជិក Student Council សេនកំពុងតែគិតទៀតហើយក៏ពុទ្ធតែមិនដឹងថាតើលោកគ្រូគាត់និយាយពិតមែនឬក៏អត់នោះទេដោយសារតែគ្រប់គ្នានិយាយចម្លែកមកកាន់ខ្លួនទាំងអស់សេនទៅនេក៏មកសិក្សាតាមធម្មតាកាបិតសាលារៀននឹងល្អនោះទេអ្នកគ្នាគ្រូល្អទៅគេមានមុខវិជ្ជារបស់គេរៀនដូចជាសាកលវិទ្យាល័យទូទៅអញ្ចឹងដែលខុសគេត្រង់ថាយប់ឡើងគឺអនុញ្ញាតឲ្យសិស្សសម្រាប់គ្នាខុសគេតែប៉ុណ្្នឹងឯងតែនៅថ្ងៃនេះសិស្សតែមែនប្រតិកម្មសេនថាមិនចាំបាច់រកកន្លែងចេញនោះទេបើសិនជាពិតជាមានផ្លូវចេញពេជ្រមែនពួកគេប្រហែលជាចាក់ចេញវិធីនេះបាត់ទៅហើយវាស្នេហ៍របស់មែននិយាយដូចជាគួរឲ្យសង្ស័យខ្លាំងណាស់សេនក៏បានសួរទៅកាន់ម៉ែ
តែគេដឹងរឿងអ្វីមែនដែរទេក៏ប៉ុន្តែមេបានប្រាប់ថាមិនដឹងនោះទេមេក៏ថាប់ដៃរបស់សែនផងដែរដែលសន្យាជាមួយនឹងគ្នាថាបើសិនជាពួកគេអាចចេញពីទីនេះបាននឹងចេញជាមួយគ្នាហើយយើងក៏បានឃើញអេកំពុងតែលបមើលពួកគេនឹងរុញសភៅឲ្យពួកគេដឹងទៀតផងអេសង្ស័យតែគេស្រឡាញ់សែននេះគ្នាតិចទៀតកាន់តែឡមើលរឿងរបស់យើងដល់ម៉ោង7យប់ទៀតហើយស៊ូមប៊ីក៏ចាប់ផ្ដើមចេញវាយគ្នាសែននៅពេលនេះកំពុងតែគេពីសម្ដីរបស់អេដែលសត្វតែអេសមកកាន់ខ្លួនតើដឹងថាណាគេជាអ្នកដាក់ថ្នាំពោដែរទេក៏មកទៅចិត្តមនុស្សជុំវិញខ្លួនហើយក៏បានគិតទៅដល់ពីសម្ដីរបស់លោកគ្រូផងដែរតែគាត់គឺជាប៉ូលីសស៊ើបអង្កេតបន្លំខ្លួនតែខ្លួនគាត់ទៅជាណាគេទៅដោយសារតែមនុស្សគ្រប់គ្នានៅពេលនេះកំពុងតែធ្វើឲ្យខ្លួនជ្រួលច្របល់ថ្ងៃថ្មីក៏បានមកដល់នៅពេលដែលពួកគេមកសាលារៀនគឺពោពេញទៅដោយរបស់កំទេចកំទីឈាមជាដើមយប់ឡើងគឺចាប់ផ្ដើមវាយគ្នាអញ្ចឹងហើយបានជាខ្ទេចខ្ទីអស់ទៅហើយសាលារៀនថ្ងៃនេះផងដែរសែនក៏បានសម្រេចចិត្តមកចូលធ្វើជា Student Council ទើប Ace ឲ្យសម្ភារពេលទៅកាន់សែនគេមិនឲ្យសែនផ្លាស់ប្ដូរក្នុងបន្ទប់ទឹកនៅទេគេឲ្យផ្លាស់ប្ដូរនៅទីនេះ Ace គេគ្រាន់តែនិយាយលេងតែប៉ុណ្ណោះគេចេះញោះដែរតែអ្នកគ្នាស្មាររឿងរបស់យើងអត់មានស្នេហាក៏ពិតមានស្នេហាដែរតែអេក៏ទៅយាមនៅបន្ទប់តែដើម្បីកុំឲ្យមាននរណាគេចូលនៅពេលដែលសែនផ្លាស់ប្ដូរសម្លៀកបំពាក់សែនក៏គិតនៅក្នុងចិត្តគេថាគេធ្វើអញ្ចឹងប្រហែលជាខ្លាចជាសភាពបរោះហើយតែគេថ្ងៃនេះពិតជាដូចជាសភាពបរោះពិតមែនសែនចាប់ដើមស្រឡាញ់អេដែរអេចាប់ដើមស្រឡាញ់សែននេះគ្នាតិចទៀតកាន់តែល្អមើលចំណែកមិត្តភក្តិរបស់សែននៅពេលនេះក៏ពុនខ្វល់ខ្វាយក្នុងចិត្តដោយសារតែពួកគេគិតថានៅពេលដែលសែនខ្លាចជាសមាជិករបស់ Student Council សែននឹងផ្លាស់ប្ដូរនៅពេលដែលមនុស្សមានអំណាចមនុស្សច្បាស់ជាផ្លាស់ប្ដូរជាមិនខានក៏ប៉ុន្តែមានតែមែននៅតែជឿចិត្តទៅលើសែនមិនជាមនុស្សបែបនេះឡើយសែនផ្លាស់ប្ដូររួចហើយក៏បានដាក់ចេញមកដល់ខាងក្រៅគ្រប់គ្នាក៏នឹងឃើញសម្ភារបំពាក់របស់សែនភ័យខ្លាចគ្រប់គ្នានៅពេលដែលសែនបាត់ទៅកាន់គ្រប់គ្នាចេញពីផ្លូវរបស់ខ្លួនគ្រប់គ្នាក៏ដើរចេញសែននៅពេលនេះបានទៅមើលមុខបំពាក់របស់ខ្លួនតែប៉ុណ្ណោះនៅពេលដែលមេរបស់ខ្លួនប្រាប់ប្រកាន់ខ្លួនដើរចេញសែនក៏ទៅដើរចេញរឿងរបស់យើងភាគទី4ក៏ចាត់ទៅទឹមនេះផងដែរតែនៅមានរឿងអ្វីទៀតកើតឡើងចំពោះសែនតោះក៏មកខាតពេលយើងចិត្តទៅកាន់ភាគទី5ចាប់បានភាគទី5ក៏តទៅភាគទី4អត់ប្រាប់ក៏អ្នកគ្នាដឹងផងដែរបើសិនអ្នកគ្នាមិនតអាសាកាហ្វេអប៉ៃនៅទេមានទីតាំងចិត្តផ្សារទំនើបជីបម៉ុង271កំពេចសារបានមកដល់ក្នុងមជ្ឈជីវិតបើសិនអ្នកគ្នាធ្វើការឬក៏មានទីលំនៅចិត្តផ្សារជីបម៉ុង271កុំភ្លេច order តាមរយៈ Telegram បានអ្នកគ្នារសារមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះ Ace នៅពេលនេះគេមានលេខាថ្មីហើយនៅពេលដែលគេជួបជាមួយនឹងលេខាចាស់របស់គេក៏ដេញចេញភ្លាមគេបដិការនាទីផងដែរត្រូវតែគោរពសែនទោះបីជារ៉េងរបស់សែនមិនតខ្ពស់ដូចគេពិតមែនក៏ប៉ុន្តែសែនគឺជាលេខាផ្ទាល់របស់ខ្លួនចឹងហើយគេទៅគោរពសែនដូចគ្នាដែលសែននៅពេលនេះហាក់ដូចជាមានឥទ្ធិពលដល់ហើយតែនៅតែមានគេចាំធ្វើបាបអញ្ចឹងសែនក៏បានចូលមករៀនយូរទៀតហើយនៅថ្ងៃនេះផងដែរពួកគេមានម៉ោងតន្ត្រីសើព្រមអ្នកក៏ចែករំលែកកន្លែងអង្គុយរបស់គេជាមួយនឹងសែនរៀនមិនសូវចេះនៅទេសើព្រមអ្នកនឹងក៏ជួយណែនាំផងដែរនិយាយល្អលេងសប្បាយជាមួយគ្នាសុខក៏ប៉ុន្តែនៅពេលដែលសែនសួរទៅកាន់គេតើគេឈ្មោះអ្វីគេក៏បានប្រាប់ថាគេឈ្មោះថាណាសឺគឺជាមេកុនរបស់ប្លេកផ្លាត់កេងហើយគេក៏ដឹងផងដែរថាសែនដឹងរឿងជាច្រើនតែម្ដងអំពីសាលារៀនមួយនេះគេអាចនឹងសម្លាប់សែននៅពេលនេះក៏បានដូចគ្នាតែសែននឹងចូលរួមជាមួយនឹងក្រុមរបស់គេដែរទេគេនឹងឲ្យគ្នារបស់គេផ្កាពីសែនក៏ប៉ុន្តែសែនបានបដិកាន់គេថាសម្លាប់ខ្ញុំនៅពេលនេះទៅពេលនេះផ្សេងក៏មកវាយគេដោយសារតែគេធ្វើបាបនារីពួកគេវាយសប្បាយសែនទៅដោយសារតែមិនដឹងថានេះគឺជាមេបងធំលាក់ខ្លួននៅទេសែនក៏បានធ្វើដំណើរចេញនៅខាងក្រៅក៏បានជួបជាមួយនឹងអសក់ពណ៌ក្រហមដល់អសក់ពណ៌ក្រហមដឹងថាណាសឺគឺជានរណាគេទៅគេបដិកាន់សែនថាពួកគេវាយសែនទៅយប់នេះដឹងតែមានអ្នកស្លាប់ទៀតហើយសែនមិនញ៉ាំអីជាមួយនឹងមិត្តភក្តិតាមធម្មតាក៏ប៉ុន្តែដោយសារតែខ្លួនមានទួនាទីទៅពេលនេះអេហៅខ្លួនទៅជួបជាមួយនឹងខ្លួនទៀតហើយមេតក៏តវ៉ាផងដែរមិនឃើញគេក៏ប៉ុន្តែញ៉ាំអីទេឬអេសក៏បានប្រាប់ថាខ្ញុំហៅគឺទៅដែលយើងនឹងហៅអេសគឺជាមនុស្សម្នាក់ដែលចូលចិត្តចាំនរណាគេនៅទេសែនក៏យកព្រមទៅជាមួយអេសនៅពេលដែលពួកគេកំពុងតែធ្វើដំណើរក៏មានសិស្សប្រុសម្នាក់បុកអេសឯគេពិតជាខឹងខ្លាំងណាស់អ្នកគ្នាសួរឈ្មោះកត់ឈ្មោះទុកតែម្ដងហើយនៅពេលនេះបានឲ្យគ្នារបស់គេចាប់គេទៅឃុំឃាំងគេមានបន្ទប់ដាក់ទៅរនកម្មមួយទៅលើសិស្សដែលធ្វើខុសតែសិស្សប្រុសម្នាក់នឹងក៏តវ៉ាដល់សិស្សដែលគេគាត់បុកដោយគ្មានចេតនាតែប៉ុណ្ណោះឲ្យក៏ខុសធ្ងន់ខ្លាំងម្ល៉េះក៏ប៉ុន្តែអេសបាត់ទៅកាន់គេវិញថាឯងគិតថាយើងខឹងឯងដោយសារតែឯងបុកយើងឬយើងមិនជាមនុស្សគ្មានទំនួលខុសទៅដល់ថ្នាក់នេះទេយើងដឹងថាឯងសម្លាប់គេសាកសពសិស្សក្នុងបន្ទប់ទឹកដែលសែនបានឃើញគឺគេជាអ្នកសម្លាប់អេសគេដឹងរឿងគ្រប់យ៉ាងគេពិតជាធ្វើការរបស់គេបានល្អចឹងហើយបានគេដាក់ទោសសិស្សប្រុសម្នាក់នេះសិស្សស្រីម្នាក់ក៏បានសុំអេឲ្យលើកលែងទោសសង្សាររបស់ខ្លួនតែអេសបាត់ទៅកាន់សិស្សស្រីថាហួសពេកហើយនៅសល់តែសែនតែប៉ុណ្ណោះដែលនិយាយជាមួយនឹងខ្លួនសែនក៏បានសុំទោសសិស្សស្រីម្នាក់នោះដោយសារតែខ្លួនមិនអាចជួយអ្វីនាងបានសិស្សស្រីម្នាក់នឹងក៏រៀន surprise ផងដែរដោយសារតែសមាជិករបស់ Student Council ចេះសុំទោសខ្លួនដែលនេះគឺជាលើកទី1ហើយដែលឃើញនរណាគេម្នាក់មានភាពបរិសុទ្ធបែបនេះតែក្មេងស្រីសួរទៅកាន់សែនតើមានអ្វីឲ្យខ្លួនណាជួយបានឬទេសែនក៏បានសួរតាក់ទងជាមួយប្រវត្តិសាលាទៀតហើយសិស្សស្រីក៏បានប្រកាសកាលពីប្រហែលឆ្នាំមុនក៏មានសិស្សថ្មីមកចូលរៀននៅក្នុងសាលារៀនមួយនេះក៏តែត្រូវបានខាងសាលាកម្ចាត់ចោលទាំងអស់នៅសល់តែ2 3នាក់តែប៉ុណ្ណោះមានសិស្សស្រីម្នាក់ក៏ពិតជាមានឥទ្ធិពលហើយនាងក៏ពិតជាឆ្លាតខ្លាំងណាស់នាងមានឈ្មោះថាសមថានាងបានធ្វើឲ្យនៅទីនេះខ្លះជាសាលារៀនមានសុវត្ថិភាពក៏តែក្រោយមកគ្រប់យ៉ាងក៏ត្រូវបានបំផ្លាញដដែលហើយនៅពេលដែលគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរគឺកាន់
កាន់តែអាក្រក់ជាងមុនទៅទៀតស្ថានភាពនៅក្នុងសាកលវិទ្យាល័យមួយនេះដោយសារបណ្ដាចូលរៀននៅក្នុងសាកលវិទ្យាល័យមួយនេះត្រឹមតែ2ខែតែប៉ុណ្ណោះទទួលបានរ៉េងលេខ10ចឹងណាសែនចូលត្រឹមតែ1ខែតែប៉ុណ្ណោះទទួលបានលេខ9ទៅហើយមានន័យថាសែនមាន energy ជាងធម្មតាសែនបានប្រាប់ថាកុំប្រៀបធៀបខ្ញុំជាមួយនឹងគេអីហើយវិញជាគេមិនអាចថែរក្សាសន្តិភាពនៅទីនេះបានសរសៃម្នាក់នឹងក៏បានប្រាប់ថារសារតែកូនរបស់នាយកសាលាស្រឡាញ់នាងចឹងហើយនៅក្នុងសាកលវិទ្យាល័យនេះធ្លាប់មាននាយកដែរអ្នកគ្នាតែសរសៃសាមតាគឺជានរណាគេទៅយើងក៏ដឹងតិចតិចពីនាងតែប៉ុណ្ណោះថ្ងៃថ្មីក៏បានមកដល់សែនមករៀនតាមធម្មតាសិស្សក៏នៅឃើញសែននឹងភ័យគ្រប់គ្នាអ្នកគ្រូណាឡៃក៏បានមកនិយាយជាមួយនឹងសែនផងដែរនៅពេលនេះជាប់ថប់រេងលេខ9ហើយអញអាចចាក់ចេញពីទីនេះបានហើយមិនក៏ឯងមិនចាក់ចេញទៅទោះបីជារឿងល្អឥតខ្ចោះយ៉ាងណាក៏ដោយគឺតែងតែមានចន្លោះខ្វះខាតមានឯងនៅទេដែលអាចជួយខ្លួនឯងបានសូមឯងកុំទុកចិត្តនរណាគេឲ្យសោះសូម្បីតែមិត្តភ័ក្តិរបស់ឯងដូចគ្នាគឺតែនៅបដិការសែនថាកុំឲ្យជឿទុកចិត្តលើមនុស្សជុំវិញខ្លួនជាពិសេសមិត្តភ័ក្តិរបស់ខ្លួនឯងតែបើយើងមើលទៅមិត្តភ័ក្តិរបស់សែនមាននរណាគេគួរឲ្យសង្ស័យនោះទេមានតែមេតម្នាក់តែប៉ុណ្ណោះសែនបញ្ញាធ្វើ assignment របស់ខ្លួនក៏បានចាក់ចេញទៅទុកឲ្យបងវ៉ាន់នៅតែម្នាក់ឯងសត្វតែពេលនោះក៏មានប្រុសស្អាតម្នាក់ណែនាំខ្លួនគេមានឈ្មោះថាលេមគេគឺជាប្រុសស្អាប្រចាំសាលានៅទីនេះហើយសុកគេបានជាមកអង្គុយជាមួយនឹងបងវ៉ាន់ទៅវិញគេថានឹងជួយបងវ៉ាន់ធ្វើកិច្ចការសាលាទៀតផងហើយនៅពេលនេះក៏បបបងញ៉ាំទៅញ៉ាំអីចាំគេចិនអ្នកចេញលុយបងវ៉ាន់ក៏បាន order របស់ថ្លៃជាច្រើនដោយសារតែគាត់មិនជាអ្នកចេញលុយផងដែលធ្វើលេមក៏អស់សំណោយដោយសារតែនៅទីនេះរបស់ទាំងអស់សុទ្ធតែ free ពួកគេទៅពេលណាក៏អង្គុយញ៉ាំអីជាមួយនឹងគ្នាធ្វើអ្នកផ្សេងក៏ចិត្តណែនផងដែរដោយសារតែលេមក៏ជាប្រុសស្អាតប្រចាំសាលាហើយសុកបែរជាបានបងវ៉ាន់អង្គុយចិត្តគេទៅពីអ្នកទៅវិញមិត្តភ័ក្តិរបស់បងវ៉ាន់ក៏បានចូលមកដល់ខាងស្រីក៏បង្អាប់ទៅកាន់បងវ៉ាន់ខាងប្រុសក៏រាក់ទាក់ជាមួយនឹងបងវ៉ាន់ដែលគេនៅពួកគេទាំងអស់គ្នាក៏ប៉ុន្តែចេះស្និទ្ធជាមួយនឹងគ្នាមានសិស្សស្រីម្នាក់តួអង្គថ្មីមិនសុខសប្បាយចិត្តនោះទេនាងគេសង្សាររបស់មេក្រុម gangster ហើយនៅពេលនេះនាងក៏បានធ្វើឲ្យជ្រុះកែវនៅពេលដែលបាយកែវនឹងបានជាបន្តទៅការគ្នារបស់សែនទៅវិញពួកឯងសោយលឺខ្លាំងពេកធ្វើឲ្យបាយកែវរបស់យើងហើយតួអង្គថ្មីក៏មានឈ្មោះថារ៉ុកសែនគឺជាសង្សាររបស់រ៉េគឺជា leader របស់ក្រុម Devil God Warrior ចឹងហើយមិនមានណាគេហ៊ានប៉ះរ៉ូសែនឡើយចាំមើលប៉ះតួអង្គស្រីរបស់យើងដឹងគ្នាណាគេការជាងណាគេសាហាវខោខើជាងចាំមើលហើយនៅពេលនេះក៏បានឃើញមានសិស្សស្លាប់ទៀតហើយសិស្សម្នាក់កំពុងតែស្រែកអ្នកគ្រូក៏ចូលមកដល់សួរទៅកាន់ពួកគេនៅមើលអ្វីទៀតមិនក៏មិនបោះសម្អាតសាកសពចេញទៅបងម៉ៃក៏បានសួរទៅកាន់អ្នកគ្រូរកមុខឃាតករទេឬអ្នកគ្រូក៏បានប្រាប់ថាហើយរកមុខឃាតករធ្វើអ្វីនៅពេលដែលមនុស្សខ្លាចទៅជាសាកសពគឺជាសម្រាមមួយបាត់ទៅហើយគ្មានតម្លៃនោះទេក៏គ្នាក៏បានចាចេញទៅដោយសារតែខ្ពើមនៅទីនេះមានតែសែននៅទេកំពុងតែស៊ើបអង្កេតតែម្នាក់ឯងដើរទៅតាមឈាមពេលនេះក៏បានដល់កន្លែងមួយស្ងាត់ខ្លាំងណាស់ក៏មានសិស្សព្រមនៅទីនេះផងដែរសែនក៏បានស្រែកប្រាប់កាន់គេចេញមករកខ្លួនគេពិតជាចេញមកពិតមែននៅក្នុងដៃរបស់គេមានកំបិតទឹកផងគេបានប្រតិកម្មសែនថាខ្ញុំមិនចង់ធ្វើនោះទេគេចង់សម្លាប់សែនម្នាក់ទៀតតែម្ដងដោយសារសែនដឹងពីគេពេលនេះគេចង់សម្លាប់សែនទៀតហើយក៏តែគេនៅតែប្រតិកម្មសែនថាគេមិនចង់ធ្វើនោះទេពេលនោះមិត្តភ័ក្តិរបស់គេម្នាក់ទៀតក៏បានមកដល់គេបានប្រតិកម្មមិត្តភ័ក្តិរបស់គេតែគេមិនចង់សម្លាប់មនុស្សនោះទេគេក៏មិនចង់សម្លាប់គ្នាឯងផងដែរដោយសារព្រមអ្នកស្លាប់អំបញ្ញមិញនេះគឺជាស្នាដៃរបស់គេជាអ្នកសម្លាប់សិស្សព្រមអ្នកទៅមកដល់នោះក៏បានប្រតិកម្មសែនថាតើយើងនឹងត្រូវសម្លាប់មិត្តភ័ក្តិរបស់យើងដើម្បីសេរីភាពរបស់យើងដែរឬទេគេសោកតែយកកំបិតសម្លាប់សិស្សព្រមម្នាក់នៅចំពោះមុខរបស់សែនតែម្ដងធ្វើសែនខាងជាមួយនឹងគេខ្លាំងណាស់ហើយបានជាគេចាំបាច់ធ្វើបែបនេះដែលការពិតទៅពួកគេនៅក្នុងក្រុមហ្គេងតែមួយក៏ប៉ុន្តែនៅពេលដែលពួកគេធ្វើខុសវិន័យរបស់ហ្គេងមេរបស់ពួកគេគឺបញ្ជាឲ្យពួកគេសម្លាប់គ្នាទៅវិញទៅមកដែលពួកគេសម្លាប់ដើម្បីបានសេរីភាពសម្រាប់ខ្លួនឯងហើយអ្នកដែលស្លាប់នៅក្នុងសាលារៀនកាលពីថ្ងៃមិញនេះគេក៏ជាអ្នកវាយធ្វើបាបណាសើនៅក្នុងបន្ទប់រៀនតន្ត្រីសែនកំពុងតែឈប់ផឹកទឹកតែម្នាក់ឯងនៅពេលនេះក៏មានសិស្សធ្លាក់មកស្លាប់ម្នាក់ទៀតហើយព្រឹកថ្ងៃថ្មីក៏បានមកដល់ពួកគេក៏បានមកជុំគ្នាបង Flit TC គេចាប់បាននិយាយឌឺដងមកកាន់សែនតែម្ដងឃើញតែមានសារសពជាច្រើនតែម្ដងរាយពេញសាលារៀននៅពេលដំណឹងមួយនេះរាយការណ៍ទៅដល់តិចរបស់ Ace គេប្រហែលជាមិនសប្បាយចិត្តនោះទេទើបឲ្យបន្ទាប់ពីគេដឹងរឿងហើយខាងខ្លាំងណាស់បដិការគ្រប់គ្នាឲ្យមើលការខុសត្រូវច្រើនជាងនេះក៏មកឥទ្ធិពលរបស់ពួកគេក្នុងនាមជា Student Council គ្មានន័យនៅក្នុងសាលារៀនមួយនេះដែលគេក៏ប៉ុន្តែនិយាយសែនមកផឹកទឹកធ្វើមិនដឹងធ្វើឲ្យ Ace ខាងតែម្ដងចុងក៏ប៉ុន្តែនិយាយជាមួយនឹងអ្នកទាំងអស់គ្នាសែនបានបដិការ Ace វិញថាលោកធ្វើមើលទៅលោកនឹងគឺជាមនុស្សម្នាក់ដែលខកខ្វល់អំពីសាលារៀនមួយនេះពួកខ្ញុំក៏ខកចង់រកមុខឃាតករផងដែរដែលមានតែសែននៅទេដែលហ៊ានតមកជាមួយនឹង Ace ទើប Ace ដាក់វិន័យទៅកាន់សែននៅកុបពីក្រដាស់ជាច្រើនយកទៅឲ្យនាយិកាហើយនៅពេលដែលបងស្រី Flit TC ចានិយាយជាមួយនឹង Ace មិននិយាយជាមួយនឹងគាត់ទេដែលសារនៅពេលនេះគាត់មិនមែនជាសមាជិករបស់ Student Council ឡើយសែនក៏ប៉ុន្តែរៀបចំឯកសារដើម្បីកុបពីយកទៅឲ្យនាយិកាហើយអាទីគេក៏បាននិយាយជាមួយនឹងសែនផងដែរដោយសារតែគេមិនដែលឃើញ Ace គេមានចិត្តទន់បែបនេះនោះទេប្រហែលជាគេនឹងកំពុងតែស្រឡាញ់សែនហើយសែនបន្ទាប់ពីកុបពីឯកសាររួចហើយបានធ្វើដំណើរទៅជួបជាមួយនឹងនាយិកាតែក៏បានជួបគ្នាជាមួយនឹង Roxanne ណាសងសាររបស់ខ្លួន
ខ្លួនគឺជាមេបនធំនៅពេលនេះឃើញនរណាគេក៏លែងខ្លាចចូលជាមួយនឹងលេខារបស់ Student Council ក៏ខ្លួនមិនខ្លាចផងដែរនៅពេលនេះក៏ពោលតែនិយាយឌឺដងក៏តែសែនមិនខ្លាចទេឆាប់ជៀសផ្លូវខ្ញុំទៅរកសែនក៏បានដុញសែនរើឯកសារតាមធម្មតានៅពេលក្រោយឈរឡើងត្រូវគេទះកាភ្លៀងទេសិស្សសែនចាប់ផ្ដើមមើលជុំគ្នាហើយសែនទៅវិញត្រូវមួយកាភ្លៀងពិតមែនក៏ប៉ុន្តែនៅតែមានស្នាមញញឹមទៅពេលនេះត្រូវមួយកាភ្លៀងទៀតក៏ប៉ុន្តែសែននៅតែមានស្នាមញញឹមសារប្រថាទះអញ្ចឹងមកឈឺទះ180ដឺក្រេបានឈឺសែនក៏ចាប់ដៃរបស់រកសែនហើយក៏បានចាប់បឹងដួលនៅដីភ្លាមនៅកន្លែងកើតហេតុដើរចេញទៅធ្វើមិនដឹងភានរទេអ្នកគ្នារបស់ពិតប៉ះជាមួយនឹងរបស់ពិតសែនក៏បានយកឯកសារអ្នកគ្រូនៅពេលនេះក៏បានឃើញរូបថតរបស់អ្នកគ្រូអ្នកកាក៏បាននិយាយពីវត្តរបស់គាត់បន្តិចបន្តួចដោយសារតែមើលទៅសែនដូចជាចាប់អារម្មណ៍ជាមួយនឹងរូបថតរបស់គាត់ដល់ហើយតែកាលពីនៅពីក្មេងក៏ជាអ្នកគ្រូម្នាក់ធម្មតាតែប៉ុណ្ណោះគ្មានមហិច្ឆតាធំដុំបែបនេះនោះទេក៏តែក្រោយមកក៏មានគំនិតចង់បង្កើតប្រព័ន្ធថ្មីមួយសម្រាប់មនុស្សរស់នៅតែគាត់ខិតខំដើម្បីបានទៅដល់រែងមួយដែលគាត់អាចធ្វើអ្វីក៏បានតាមចិត្តរបស់គាត់នៅក្នុងសាកលវិទ្យាល័យមួយនេះដែលមុននឹងបាយគ្នានេះការបាត់បការសែនផនណៃសែនធ្វើឲ្យគាត់នឹកឃើញទៅដល់មនុស្សម្នាក់ប្រហែលសមតាអ្នកគ្នាសែនបន្តបញ្ចេញជួយជាមួយអ្នកគ្រូនេះការមិនតន់ចប់នៅទេបងវ៉ាន់ក៏បានមករកសែនដែលបងវ៉ាន់នៅពេលនេះលែងຕົកចិត្តសែនទៅហើយដែលសារសែននៅប៉ះពាល់ជាមួយនឹងរកសែនវាអាចនឹងធ្វើសែនកាត់តែមានគ្រោះថ្នាក់ទៅវិញសែននៅពេលនេះគឺជាសមាជិក Student Council ក៏ដែរដែលវ៉ាន់នៅតែរំលឹកទៅការសែនថាគឺមានសែននៅទេនៅពេលនេះដែលអាចចេញទៅខាងក្រៅរកជំនួយឲ្យពួកគេបើសិនជាសែនមានបញ្ហាពួកគេគឺចប់នៅទីនេះហើយសែនពេលថ្ងៃមិនសូវមានការរវល់នៅទេមានពេលវេលានៅជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនបង Flit TC ក៏បានមករកសែនទៀតហើយ Leader ហៅឯងទៅជួបជាមួយនឹងគាត់សែនក៏យល់ព្រមទៅ Mate ក៏បានមកតាមផនណៃគេលេងជាមួយនឹងសែនទៀតផងដែលមែននៅពេលនេះរៀងប្រចាំបន្តិចដោយសារតែឃើញសែនជាមួយនឹងអេហាក់ដូចជាចិត្តស្និទ្ធសែនក៏បានប្រថាសារការងារត្រូវធ្វើជាមួយនឹងគ្នាច្រើនទៅបានយមើលទៅចិត្តស្និទ្ធជាមួយនឹងគ្នា Mate ក៏បានសួរទៀតរវាងគេជាមួយនឹងអេនរណាគេសង្ហាជាងសែនក៏បានឆ្លើយថា Mate គឺតែងតែសង្ហាជាងគេដែលនៅពេលនេះពួកគេទៅពីរនាក់រាប់អានគ្នាត្រឹមតែជា best friend តែប៉ុណ្ណោះ Ace ក៏បានចូលមកដល់ Ace ក៏ចូលចិត្តនៅទេនរណាគេឲ្យគេចាំបែបនេះតែនៅពេលនេះក៏ពុតទៅបន្ទោសទៅកាន់សែនហើយគេហៅសែនមកដល់សារសែនមកទៅប៉ះពាល់ជាមួយនឹងសងសាររបស់មេកុំ Gangster Devil God Warrior សែនបានប្រាប់ថាខ្ញុំគ្រាន់តែមករៀនយ៉ាងឲ្យចេះផ្ទះកាភ្លៀងឲ្យឈឺតែប៉ុណ្ណោះឆ្លើយឌឺអេសទៅទៀតទើបអេបានដាក់ទៅកាន់សែនឲ្យជូតសម្អាតនៅកន្លែងញ៉ាំអីរយៈពេលមួយសប្តាហ៍ដល់មករៀនទៀតហើយក៏ទៅចូលរៀនគ្រូបង្រៀនល្អនៅទេបង្រៀនអស់ពីចិត្តកូនសិស្សខ្លះក៏ស្ងាប់ចឹងទៅក៏ប៉ុន្តែក៏មានកូនសិស្សខ្លះខិតខំប្រឹងប្រែងរៀនសូត្រខ្លាំងណាស់ដូចជាសិស្សស្រីម្នាក់នេះជាដើមដែលសែនក៏ចាប់អារម្មណ៍ផងដែរហើយក៏បានឃើញអំពីតំណែងដ៏ល្អជាមួយសិស្សហើយនឹងអ្នកគ្រូហើយដែលឃើញរូបភាពបែបនេះធ្វើសែនក៏តែមានកម្លាំងចិត្តដើម្បីរស់នៅទីនេះបន្តទៀតចេញមកដល់ខាងក្រៅបានជួយគ្នាជាមួយនឹងCelineបានប្រាប់ទៅកាន់សែនថាប្រយ័ត្នប្រយែងបន្តិចទៅពេលនេះពួកគេកំពុងតែតាមឯងហើយ Celine ហាក់ដូចចិត្តដឹងរឿងអ្វីម្យ៉ាងក៏ប៉ុន្តែមិនអាចប្រាប់បានព្រោះខ្លាចសុវត្ថិភាពរបស់ខ្លួនឯងដែរសែននៅពេលនេះកំពុងតែជួយសមានៅកន្លែងញ៉ាំអីគេក៏មើលការខុសត្រូវដូចគ្នាការពិតទៅចង់នៅចិត្តសែននៅទេមកទៅកាន់គេស្រឡាញ់សែននេះគ្នាហើយនៅពេលនេះក៏សួររឿងរ៉ាវទាក់ទងជាមួយនឹងគ្រួសាររបស់សែនបានប្រាប់ថាម៉ារបស់ខ្ញុំគឺជាអ្នកខិតខំប្រឹងប្រែងធ្វើការខ្ញុំក៏មានប្អូនស្រីម្នាក់ផងដែរឆ្លោះគ្នារហូតនឹងចំណែកមិត្តភ័ក្តិរបស់ខ្ញុំវិញគឺស្គាល់គ្នាតាំងពីនៅក្មេងៗដូចជាគ្រួសារទៅហើយមេតគឺជាមនុស្សអ្នកដែលតែងតែនៅក្បែរខ្ញុំសែនមកសួរទៅកាន់អីវិញក៏បានប្រាប់ថារឿងរ៉ាវរបស់ខ្ញុំខ្សែវែងជាងអំបោះចាំខ្ញុំប្រាប់នៅថ្ងៃក្រោយដែលទៅរកណាជួបនៅទីនេះស្អាតគឺយប់បាត់ទៅហើយជិតទៅដល់ខាងក្រៅជិតដល់ម៉ោង7យប់ក៏មានគេចាប់សែនទៅផងដែរដែលគេបានអាងថាគេគឺជា race ហើយសែនប៉ះពាល់សងសាររបស់គេទៅបានជាគេមកសងសឹកជាមួយនឹងសែននៅពេលនេះតែសែនសិតតែទៅកាន់គេថាខ្ញុំដឹងពីរឿងអាចកំបាំងរបស់ឯងគេឆ្ងល់ណាស់ក៏ជាអ្វីទៅសែនក៏បានប្រាប់ថាឯងមិនជា race នោះទេតែនៅពេលដែលមានមនុស្សអាចកំបាំងម្នាក់មកជួយសែនហើយនឹងមេតនៅពេលដែលគេត្រូវដៃគោពឹសភ្នែករបស់គេពណ៌ក្រហមម្នាក់គ្នាដែលសែនក៏មានអារម្មណ៍ដឹងផងដែរថាគេម្នាក់នេះក៏ជា race ខ្លាញ់តែប៉ុណ្ណោះដែលគេមើលងាយសែនពេកហើយគេស្មានតែអាចបន្លំភ្នែកសែនបានក៏ប៉ុន្តែគេបន្លំធ្វើជាមេបងធំនៅមុខកូនចៅរបស់រ៉េក៏ដូចជាបន្លំខ្លួននៅមុខសង្សាររបស់រ៉េអត់មាននរណាគេចាប់គេបានទើបពេលនេះគេសុំត្រូវគ្នាជាមួយនឹងសែនវិញឲ្យជួយលាក់បាំងការសម្ងាត់របស់គេសែនក៏អាចចេញទៅខាងក្រៅដោយមានសុវត្ថិភាពក៏ប៉ុន្តែរៀងយប់បាត់ទៅហើយម៉ោង7យប់ដល់ម៉ោងនៃស៊ុំប៊ីចេញវាយគ្នាហ្នឹងគ្នាសែនរបស់យើងក៏ពិតជាពិបាករត់ខ្លាំងណាស់គេតោងពីមុខពីក្រោយមកដល់មកទ្វារបន្ទប់របស់ខ្លួនឯងទៅហើយក៏មានគេតោងទៀមជើងទៅទីសែនក៏បានធាក់ក៏យកមិនដឹងជាផុតឬក៏អត់នោះទេរឿងរបស់យើងភាគទី6ក៏ចប់ទៅត្រឹមនេះឯងកុំឲ្យខាតពេលយូរអត់មានភាគទី7នោះទេឡមើលដែរទេអ្នកគ្នាតិចទៀតកាន់តែឡមើលជូនពរអ្នកគ្នាសុខសប្បាយសម្រាប់ឡយូរវិញសម្រាប់ការរក្សាធ្វើក៏ជួយធ្វើក៏ចេញនៅថ្នាក់អ្វីបានដោយបំណង explosion